លោក Donald Trump គម្រាមដំឡើងពន្ធគយនិងដាក់ពន្ធគយបន្ថែមជាវិធានការបញ្ឈប់សង្គ្រាមកម្ពុជាថៃបាទជំរាបសួរបងប្អូនវិលមកជួបគ្នាជាមួយនឹងខ្ញុំបាទថ្ងៃនេះជំរាបជូនបងប្អូននៅអ្វីដែលជាវិធានការរបស់លោក Donald Trump ដើម្បីបិទបញ្ចប់សង្គ្រាមកម្ពុជាថៃនេះពេលនេះសារនេះគឺជាលើកទី3ហើយបន្ទាប់ពីលោក Donald Trump បានសម្របសម្រួលជជែកតាមរយៈទូរស័ព្ទជាមួយនឹងថ្នាក់ដឹកនាំប្រទេសទាំងពីរថៃនិងកម្ពុជាដែលលើកទី1នោះតាមរយៈអ្នកនាំពាក្យសេតវិមានបានបញ្ជាក់ថាបើចាំបាច់លោក Donald Trump នឹងដាក់ទោសជនខ្លះដើម្បីបិទបញ្ចប់កុំឲ្យពួកគេនៅតែសម្លាប់បាត់បង់ជីវិតបន្តទៀតនឹងសារលើកទី2ដែលលោក Donald Trump តាមរយៈសេតវិមានដូចគ្នាដែរលោក Donald Trump បានបញ្ជាក់លោករកអ្នកដែលទទួលខុសត្រូវជាពិសេសលោកចង់ផ្ដោតទៅខាងភាគីរបស់ប្រទេសថៃដែលនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃលោកអនុទីននិងរដ្ឋមន្ត្រីការបរទេសក៏ដូចជារដ្ឋមន្ត្រីក្រសួងការពារជាតិប្រកាសទាត់ចោលនៅអ្វីដែលលោក Donald Trump បានសម្របសម្រួលគ្នាកាលពីយប់ថ្ងៃទី12ខែធ្នូកន្លងទៅដែលនេះគឺជាសារលើកទី3ហើយយ៉ាងក្តៅគគុកដែលលោក Donald Trump បានគម្រាមកាត់ផ្តាច់ពន្ធគយដែលធ្លាប់បានផ្ដល់ឲ្យរវាងប្រទេសថៃនិងប្រទេសកម្ពុជាកន្លងមកនិងដំឡើងពន្ធគយបន្ថែមទៀតដែលនេះគឺជាការចុះផ្សាយដោយសារព័ត៌មាន Washington Post ដែលធ្វើបទសម្ភាសន៍ផ្ទាល់ជាមួយនឹងលោក Donald Trump ដែលបានថតទុកតាំងតែពីថ្ងៃទី13ខែធ្នូឆ្នាំ2025ដូច្នេះថ្ងៃនេះខ្ញុំជម្រាបជូនបងប្អូនបន្តិចលម្អិតដែលលោក Donald Trump គឺជាតួអង្គសំខាន់បំផុតដែលជាអ្នកបិទបញ្ចប់សង្គ្រាមដែលប្រទេសថៃបើកការវាយប្រហារមកលើប្រទេសកម្ពុជាតាំងតែពីលើកទី1ដែលហៅថាសង្គ្រាម5ថ្ងៃកាលពីខែកក្កដាកន្លងទៅនិងលើកទី2នេះលោក Donald Trump ដដែលគឺជាតួអង្គសំខាន់ដែលធ្វើការសម្របសម្រួលជាមួយនឹងប្រទេសម៉ាឡេស៊ីដូច្នេះលើកនេះលោក Donald Trump បានបញ្ជាក់ច្បាស់នឹងក្តែងហើយយកបន្ទាត់ពន្ធគយមកធ្វើការគម្រាមតែម្ដងនៅក្នុងនោះលោក Donald Trump បានបញ្ជាក់ថាប្រសិនបើប្រទេសទាំងពីរថៃកម្ពុជានៅតែបន្តធ្វើការវាយប្រហារគ្នាមិនស្ដាប់ទៅតាមអ្វីដែលលោកបានសម្របសម្រួលនោះទេនោះលោកនឹងលុបចោលបន្ទាត់ពន្ធគយដែលប្រទេសសហរដ្ឋអាមេរិកជាមួយនឹងកម្ពុជាជាមួយនឹងប្រទេសថៃដែលបានព្រមព្រៀងគ្នាកន្លងមកដែលលក្ខណៈអនុគ្រោះពិសេសដល់ប្រទេសកម្ពុជានិងប្រទេសថៃនៅបន្ទាត់ពន្ធគយចំនួន 19% ដូចគ្នាដូច្នេះប្រសិនបើការសម្របសម្រួលលើកទី2របស់លោកនៅតែបរាជ័យលោកនឹងលុបចោលបន្ទាត់ពន្ធគយ 19% នោះនិងចំណុចទី2លោក Donald Trump បានបញ្ជាក់ថាលោកនឹងដាក់ទណ្ឌកម្មបន្ថែមទៅលើពន្ធគយដែលនេះគឺជាការចុះផ្សាយដោយសារព័ត៌មាន Washington Post អ្វីដែលសារព័ត៌មាននេះបានធ្វើបទសម្ភាសន៍ជាមួយនឹងលោក Donald Trump កាលពីថ្ងៃទី13ខែធ្នូកន្លងទៅទាំងកម្ពុជាទាំងថៃទីផ្សាររបស់សហរដ្ឋអាមេរិកគឺជាទីផ្សារដ៏ធំបំផុតក្នុងការនាំចេញនៅទំនិញគ្រប់បែបយ៉ាងទៅកាន់សហរដ្ឋអាមេរិកមកទល់នឹងម៉ោងនេះនៅលើពិភពលោកយើងទាំងមូលមហាអំណាចទាំងអស់និងអង្គការអន្តរជាតិទាំងអស់មានតែប្រធានាធិបតីសហរដ្ឋអាមេរិកតែមួយគត់ដែលចេញមកអះអាងចេញមកសម្របសម្រួលហើយប្រើធរក្តៅក្នុងការវែកមុខការទទួលខុសត្រូវនឹងចុងក្រោយប្រសិនបើប្រទេសណាឬក៏ទាំងពីរមិនអនុវត្តទៅតាមការសម្របសម្រួលទេលោកនឹងចាត់វិធានការយកបន្ទាត់ពន្ធគយនេះមកធ្វើជាការកំហិតដោយឡែកបណ្ដាថ្នាក់ដឹកនាំពិភពលោកទាំងអស់គ្មានអ្នកណាចេញមកជួយសម្របសម្រួលឬក៏ដាក់កំហិតដោយអ្វីដែលលោក Donald Trump បានធ្វើនោះទេយើងមិនទាន់ដឹងថាតើអ្វីដែលលោក Donald Trump បានលើកឡើងបញ្ជាក់កាលពីថ្ងៃទី13ខែធ្នូកន្លងទៅនេះលោកនឹងអនុវត្តឬក៏ចាត់វិធានការឬក៏ឲ្យដំណឹងមុននៅពេលណានោះទេប៉ុន្តែនាថ្ងៃទី16ខាងមុខនេះតាមលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលលោកគឺជាប្រធានអាស៊ានបានធ្វើការកោះហៅប្រជុំនៅលក្ខណៈពិសេសមួយសម្រាប់សម្របសម្រួលដល់ការបិទបញ្ចប់សង្គ្រាមរវាងថៃនិងប្រទេសកម្ពុជាដែលគ្រោងធ្វើនាថ្ងៃស្អែកនេះឥឡូវនេះលោកនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីអាន់វ៉ៃប្រហ៊ីមលោកបានប្រកាសធ្វើការលើកពេល
ទៅថ្ងៃទី22ខែធ្នូវិញដូច្នេះយើងរងចាំមើលទៅដល់ថ្ងៃទី22ខែធ្នូតើនៅក្នុងរបាយការណ៍របស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ៃប្រាហ៊ីមដែលតាមរយៈអ្នកអង្កេតការណ៍ដែលដឹកនាំដោយយោធារបស់ប្រទេសម៉ាឡេស៊ីអង្កេតការណ៍ផ្ទាល់នៅលើដីនៃសមរភូមិប្រទេសទាំងពីរនិងតាមរយៈផ្កាយរណបរបស់សហរដ្ឋអាមេរិកដែលអនុញ្ញាតឲ្យម៉ាឡេស៊ីធ្វើការតាមដាននិងអង្កេតយើងចាំមើលតើទៅដល់ពេលនោះនឹងមានរបាយការណ៍បែបណាចេញពីលោកអាន់វ៉ៃអ៊ីប្រាហ៊ីមក្នុងឋានៈជាប្រធានអាស៊ានបងប្អូនដោយដែលខ្ញុំបានជម្រាបជូនថានេះគឺជាសារលើកទី3ហើយរបស់លោក Donald Trump បានបញ្ជាក់ច្បាស់គម្រាមដល់ភាគីប្រទេសទាំងពីរជាពិសេសនៅក្នុងនោះពិភពលោកបណ្ដាញសារព័ត៌មានអន្តរជាតិបានធ្វើការចង្អុលមុខនិងយល់ហើយអំពីអរិយាប័ត្រនិងចរិតរបស់ប្រទេសថៃគ្រប់ជាន់ថ្នាក់រួមចាប់តាំងពីកងកម្លាំងប្រដាប់អាវុធយោធាភូមិន្ទថៃបានចេញមកបញ្ជាក់ឲ្យទាត់ចោលនៅការសម្របសម្រួលរបស់លោក Donald Trump ទាត់ចោលការសម្របសម្រួលរបស់ប្រធានអាស៊ាននិងបណ្ដាប្រទេសផ្សេងទៀតគេនៅបន្តអនុវត្តផែនការរបស់គេគឺកំទេចសមត្ថភាពយោធារបស់ប្រទេសកម្ពុជាមកត្រឹមព្រឹកថ្ងៃទី15ខែធ្នូឆ្នាំ2025នេះការវាយប្រហាររបស់ប្រទេសថៃមកលើប្រទេសកម្ពុជាកាន់តែធ្ងន់ធ្ងរជាងមុនដោយយោធាថៃបានបើកការវាយប្រហារទម្លាក់គ្រាប់បែកមកដល់ស្រុកស្រីស្នំខេត្តសៀមរាបដែលនេះគឺជាការវាយប្រហារធ្ងន់ធ្ងរបំផុតជាងមុនពេលដែលលោក Donald Trump បានធ្វើការសម្របសម្រួលកាលពីថ្ងៃទី12ខែធ្នូឆ្នាំ2025ដូច្នេះយើងរំពឹងនិងសង្ឃឹមថាអ្វីដែលលោក Donald Trump បានលើកឡើងដែលចុះផ្សាយដោយសារព័ត៌មាន Washington នៅពេលនេះគឺជាការដាក់កំហិតមួយដ៏ធ្ងន់ធ្ងរដល់ប្រទេសថៃពីព្រោះថាការនាំចេញទំនិញរបស់ប្រទេសថៃទៅកាន់សហរដ្ឋអាមេរិកស្មើទៅនឹងការនាំចេញ 30% នៃទំនិញនិងផលិតផលសរុបរបស់ប្រទេសថៃទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិក